Ba rồi chuẩn bị xuống ở lớp cũ. Trời, ngàyนี้ខ្ញុំចង់បង្ហាញតាក់ទងជាមួយនឹងអឺ comment មួយចំនួនទៀតដើម្បី update ទៅលើ SSH អញ្ចឹងយើងប្រើទីមួយបើក comment prompt យើងវាយ sudo apt update ចាំបន្តិចសិនដើម្បីវាយ password បញ្ចូលអញ្ចឹងវាយ password ខ្ញុំបញ្ចូលកន្លែងនេះយើងមើលអត់ឃើញទេអូខេពេលរួចរាល់យើងវាយ comment prompt មួយទៀតគឺ sudo apt install open ssh ដក server បាទនេះយើងចាំបន្តិចសិនអូខេអញ្ចឹងវាដល់នេះយើងវាយមកចាំឲ្យវាពេញអូខេរួចរាល់ហើយបន្តមកទៀតយើងប្រើ command sudo system control clear enable dash dash now ssh ចឹងកន្លែងនេះយើងចាំតិចដូចមិនដែរអូខេចឹងcommand បន្តទៀតយើងវាយ sudo system control status ssh ចឹងកន្លែងនេះបើយើងឃើញពណ៌បៃតងមានន័យថាវា active ហើយយើងប្រើវា active ហើយយើង control C មើលមកតោះមកយើងវាយ IPA ដើម្បីដឹងពី IP របស់យើងចឹង IP ខ្ញុំ 127.8.0.1.0 ចឹងយើងបើក comment ថ្មីមួយទៀត tab ថ្មីមកយើងវាយ ping កន្លែងនេះយើងវាយ ping ហើយ IP address យើង 127.8.0.1.1 អូខេតមកទៀតយើងវាយ SSH ឈ្មោះ username យើង add ហើយ IP របស់យើងកន្លែងនេះ yes ហើយ password បន្តមកទៀតយើងវាយ who am I អានេះ user name របស់ខ្ញុំហើយ host name top os អូខេអញ្ចឹងយើងមានតែប៉ុណ្្នឹងអរគុណច្រើនលោកគ្រូ